អូខេសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូមួយនេះគឺខ្ញុំបានតម្លាក់នៅកម្មវិធីទាញយកវីដេអូពីក្នុង YouTube ណាហ្នឹងហើយអញ្ចឹងនៅក្នុង channel ហ្នឹងគឺអ្នកទាំងអស់គ្នាអាចធ្វើការ join នៅchannel នេះបានដែលខ្ញុំបានដាក់ link នៅខាងក្រោមអញ្ចឹងយើងគ្រាន់តែចុចលើកម្មវិធីហ្នឹងមកអ្នកទាំងអស់គ្នាអត់ទាន់មានអ្នកទាំងអស់គ្នា download ទៅបាទហើយចុចពាក្យថា run មកគឺអត់មានជាប់ license ជាប់ key អីទេគឺ download យកទៅប្រើតែម្ដង ចឹងរបៀបប្រើប្រាស់វាគឺអត់ពិបាកទេគ្រាន់តែបើកមកចេញបែបហ្នឹងតែម្ដងហើយអ្នកទាំងអស់គ្នាអាច download បាទ download ជា MP4 MP3 អីចឹងណាហ្នឹងហើយឥឡូវខ្ញុំសុំឧទាហរណ៍មើលសិនឲ្យអ្នកទាំងអស់គ្នាមើលថាតើរបៀប download ហ្នឹងគេ download មិនដែរបាទចង់ថាឥឡូវយើងរកវីដេអូណាមួយដែលយើងចង់ download ណាបាទខ្ញុំសុំdownload វីដេអូខ្មែរទៅព្រោះអីកុំឲ្យដល់ពេលបើកទៅវាជាប់ copyright អូខេខ្ញុំ stop សិន ហើយខ្ញុំ copy link បាទ copy video URL បាទ copy មកតោះមកយើងផាសចូលទៅក្នុងកន្លោននេះបញ្ជាក់អ្នកទាំងអស់គ្នាបើសិនជាយើងអត់ចង់ប្រើជាមួយនឹងផ្ទាំងពណ៌ខ្មៅហ្នឹងទេយើងអាចប្រើជាមួយនឹងផ្ទាំងពណ៌សបានដែលយើងបិទបើកកន្លែងហ្នឹងណាហ្នឹងហើយហើយខ្ញុំសូមធ្វើការដាក់នៅលើ desktop ទីតាំងដែលយើង download គឺដាក់នៅលើ desktop បញ្ជាក់អ្នកទាំងអស់គ្នាចង់ដាក់នៅកន្លែងណាក៏បានដែរសម្រាប់ខ្ញុំគឺខ្ញុំដាក់នៅលើ desktop ហើយមួយវិញទៀតគឺយើងអាចជ្រើសរើសជា MP4 ឬក៏ MP3 ក៏បានដែរហើយសម្រាប់ទំហំគឺយើងមាន base ហ្នឹងគឺទំហំ original ដើមពីគេមកហ្មងហើយយើងចង់ convert ទៅ18 720 48 អីបានតាមចិត្តអញ្ចឹងខ្ញុំសុំយក18ទៅកុំឲ្យវាស៊ីមេធំពេកបាទអញ្ចឹងយើងគ្រាន់តែចុចពាក្យថា download មកអូខេរងចាំតិចទៅវាដាក់ថា starting download បាទយើងតិចទៀតយើងមកមើលវីដេអូនៅលើ desktop ណាបាទនេះគឺវា load មកហើយអញ្ចឹង complete តែម្ដងនេះអញ្ចឹងយើងមកមើលអូខេឥឡូវធ្វើការ download ជាមួយនឹង MP3 មួយទៀតបាទគាត់ចុច MP3 មកយកពាក្យ download បាទតិចទៀតវានឹងមាន MP3 នៅនឹងមួយបទទៀតដែលជាបទហ្នឹងដូចគ្នាគាត់ថាមួយជាវីដេអូមួយជា MP3 អូខេអញ្ចឹង download finish ហើយអ្នកទាំងគ្នាអាចមើលបានអូខេឥឡូវនេះគឺយើងបាន2 file ហ្នឹងហើយជា MP3 ផងជាវីដេអូផងហើយកម្មវិធីនេះគឺ download លឿនមែនតើអ្នកទាំងអស់គ្នាមិនថាdownload file ទំហំធំប៉ុណ្ណាទេគឺឲ្យតែអ៊ីនធឺណិតយើងគ្រាន់បើគឺដើរប្រាប់តែម្ដងហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងគឺចង់បង្ហាញអ្នកទាំងអស់គ្នាតែប៉ុណ្្នឹងទេហើយកុំភ្លេចជួយ join នៅ channel main.smm.can ហ្នឹងផងហើយ channel គឺខ្ញុំ link គឺខ្ញុំបានដាក់នៅខាងក្រោម description ហ្នឹងហើយមួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាអាចនេះលើថា download ជា MP3 បានអ្នកទាំងអស់គ្នាត្រូវ download នេះសិននេះinstall SSMPEG Auto ហ្នឹងណាយើងចុចបើក folder មកហើយបន្ទាប់មកចុច mouse ស្ដាំយកពាក្យថា run as administrator អញ្ចឹងចុចវាមកហើយ yes មកគឺគ្រាន់តែរងចាំវាឲ្យផុតណាឲ្យចប់ទៅគឺយើងអាចធ្វើការ download ជា MP3 បានហើយអញ្ចឹងអានេះគឺរបៀបនៃការប្រើប្រាស់ជាមួយនឹងកម្មវិធីហ្នឹងបាទអញ្ចឹងអានេះគឺខ្ញុំមានហើយខ្ញុំអត់ដាក់ទៀតទេខ្ញុំគ្រាន់តែបិទវាទៅបាទហើយយើងទៅមើលជាមួយនឹង file MP3 MP4 យើងទាំងអស់គ្នាហ្នឹងហើយដូចជាអត់មានអីបង្ហាញអ្នកទាំងអស់គ្នាទេគឺមានតែប៉ុណ្្នឹងអរគុណច្រើន